បាទបាទសូមវិឆាថាយកណាយ សូម ថាយក អត់ទេមិនចាំអត់គេខ្លួននៅចំពោះព្រះអង្គសូមអរគុណអត់ចាំអត់គេខ្លួននៅចំពោះព្រះអង្គសូមអរគុណពីឲ្យឲ្យដាច់ក្នុងព្រះនាមព្រះម្ចាស់នៃយេស៊ូវគ្រីស្ទអាមែន កាលពីសប្តាហ៍មុនយើងបានចែកចាយពីគ្នាអំពីការអធិដ្ឋានយើងអធិដ្ឋានទៅអ្នកណាប្រសិនបើបងប្អូនអត់ដឹងទេដូចបងប្អូនទៅសុំលុយវាក៏ទៅសុំជំនួយពីមនុស្សម្នាក់ដែលយើងអត់ស្គាល់ទេតែដូច្នេះយើងត្រូវតែដឹងថាយើងអធិដ្ឋានទៅអ្នកណាអធិដ្ឋានទៅអ្នកណាទៅព្រះវរបិតាតើយើងអាចអធិដ្ឋានទៅព្រះវរបិតាដោយព្រះនាមអ្វីព្រះនាមព្រះយេស៊ូវបើយើងសួរថាហេតុអ្វីបានជាយើងត្រូវអធិដ្ឋានដោយព្រះនាមព្រះយេស៊ូវយើងត្រូវតែបកទៅក្រៅវិញនៅពេលដែលមនុស្សយើងភ្លេចអំពើបាបបងប្អូនទាំងនេះដឹងហើយនៅពេលដែលអាដាមនិងអេវ៉ាភ្លេចអំពើបាបនៅក្នុងគុណបាអ៊ីដែនព្រះជាម្ចាស់បានធ្វើខោអាវមួយស្បែកសត្វបានមកពីសត្វតាប់នោះគឺត្រូវដូច្នេះចាប់តាំងពីក្នុងសួនអេដែនផែនការរបស់ព្រះជាម្ចាស់បានដំណើរការរួចទៅហើយដូច្នេះគឺស្បែកសត្វនោះបានគ្របរូបកាយអក្សររបស់អាដាមនិងអេវ៉ាដោយសារការលះបង់ជីវិតរបស់សត្វដូច្នេះចាប់ពីក្រោយទៅទៀតរហូតដល់ចំនួនម៉ូសេចំនួនអឺរ៉ុនព្រះជាម្ចាស់បានចែកច្បាប់ថាអស់អ្នកដែលបានទទួលដល់ព្រះអស់អ្នកដែលចូលទៅចំពោះព្រះត្រូវតែនាំសត្វដើម្បីទៅថ្វាយជាដង្វាយជំនួសឲ្យបាបរបស់ខ្លួនទៅព្រះទ្រង់ទាំងជីវិតរបស់សត្វនោះគឺជំនួសឲ្យអំពើបាបដែលមនុស្សអ្នកប្រដូច្នេះដង្វាយគេហៅថាដង្វាយមួយបាបដែលប្រាជីវិតរបស់សត្វនោះបានคล้ายទៅជាទំនៀមទម្លាប់គេនិយាយថាទំនៀមទម្លាប់ប៉ុន្តែដង្វាយនេះគឺជាដង្វាយដែលពិសេសនោះគឺជាព្រះយេស៊ូវដូច្នេះហើយបានជាព្រះយេស៊ូវត្រូវតែសគត់ទៅលើឈើឆ្កាងអញ្ចឹងពេលដែលព្រះយេស៊ូវសគត់ទៅលើឈើឆ្កាងមានន័យថាព្រះយេស៊ូវជំនួសបាបមនុស្សគ្រប់តែបានជាមនុស្សគ្រប់គ្នាអាចរួចពីបាបបានដោយសារព្រះយេស៊ូវដូច្នេះមានព្រះយេស៊ូវយើងអាចមានទំនាក់ទំនងជាមួយនឹងព្រះដូច្នេះហើយបានជាព្រះយេស៊ូវមកនិយាយថាការអ្វីដែលអ្នកធ្វើការអ្វីដែលអ្នកសូមដោយព្រះខ្ញុំព្រះបិតានឹងតទៅព្រោះព្រះយេស៊ូវគឺជាស្ពានគឺជាអ្នកចម្លងដូច្នេះបានជានៅពេលដែលយើងអធិដ្ឋានយើងមិនអាចអធិដ្ឋានដោយព្រះនាមព្រះព្រោះព្រះយេស៊ូវជាអ្នកដែលព្រះបិតាបញ្ជូនមកហើយនឹងដំណើរតែមកតាមព្រះយេស៊ូវព្រះបិតាតដូច្នេះបានជាយើងត្រូវតែអធិដ្ឋានដល់ព្រះនាមព្រះយេស៊ូវក្រៅពីព្រះនាមព្រះយេស៊ូវព្រះបិតាមិនទទួលនោះទេដូច្នេះយើងត្រូវតែអធិដ្ឋានទីពឹងព្រះនាមព្រះយេស៊ូវទៅឯព្រះបិតានោះទៅក្នុងទៅជួបបាទ